ក្មេងស្រីម្នាក់នេះគឺជាកូនស្រីរបស់មហាសេដ្ឋីដ៏ធំបំផុតនៅក្នុងទីក្រុងប៉ុន្តែតែមូលហេតុនេះហើយទើបស្មីកូនណាចង់រៀបការជាមួយនាងទេទោះជាយ៉ាងណាក៏ដោយក្មេងស្រីរូបនេះស្រឡាញ់បុរសម្នាក់ដែលអង្គុយលើទេរុញតាមពិតការពីកុមារភាពបុរសដែលនេះបានជួយសង្គ្រោះនាងពីការរំលោភបំពាននៅថ្ងៃនោះក្មេងស្រីបានស្បត់ថានាងនឹងរៀបការជាមួយតែគាត់ម្នាក់គត់នេះជាមូលហេតុដែលនាងលាក់រូបរាងដ៏ស្រស់ស្អាតរបស់នាងដើម្បីបង្ហាញវាដល់បុរសនោះតែម្នាក់គត់នៅថ្ងៃណាមួយបុរសនោះក៏ស្រឡាញ់នាងដោយស្មោះដែរប៉ុន្តែនៅថ្ងៃរៀបការក្មេងស្រីបានបោកប្រាស់គាត់ហើយគាត់ក៏ត្រូវបោះបង់ចោលនៅចំពោះមុខអ្នករាល់គ្នានៅពេលដែលក្មេងស្រីមហាសេដ្ឋីដឹងថាបុរសនោះត្រូវបានគេបដិសេធនាងក៏បានបញ្ជាឲ្យត្រៀមរៀបចំពិធីមង្គលការភ្លាមម្យ៉ាងវិញទៀតក្មេងស្រីដែលបោះបង់ចោលនោះចាប់ផ្ដើមធ្វើបាបបុរសនោះនៅចំពោះមុខអ្នករាល់គ្នាពេលនោះហើយដែលក្មេងស្រីមហាសេដ្ឋីមកដល់ពិធីធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើលនៅពេលដែលក្មេងស្រីមហាសេដ្ឋីដើរទៅរកបុរសនោះហើយបង្ហាញសេចក្តីស្រឡាញ់របស់នាងក្មេងស្រីម្នាក់ទៀតក៏ចាប់ផ្ដើមចំអកឲ្យពួកគេទាំងពីរប៉ុន្តែនៅពេលដែលក្មេងស្រីមហាសេដ្ឋីដោះស្បែកបិទមុខរបស់គាត់ចេញអ្នកគ្រប់គ្នានៅក្នុងពិធីជប់លៀងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយពេលនោះបុរសនោះក៏បានក្រោកឈរពីលើទេរុញនៅចំពោះមុខអ្នករាល់គ្នាហើយចាប់ដៃក្មេងស្រីមហាសេដ្ឋីនោះឃើញដូច្នេះក្មេងស្រីម្នាក់ទៀតក៏ភ័យស្លន់ស្លោនាងបានចូលទៅជិតបុរសនោះហើយព្យាយាមធ្វើឲ្យអ្វីត្រឡប់មកធម្មតាវិញប៉ុន្តែបុរសនោះបានរុញនាងចេញហើយទីបំផុតបានរៀបការជាមួយក្មេងស្រីមហាសេដ្ឋីមិត្តទាំងអស់គ្នាបើពេញចិត្តនឹងរឿងនេះសូមចុច like គាំទ្រ